គ្មាននរណាដឹងនោះទេថាហេតុអ្វីបានផ្ទះនៅខេត្តកំពង់ឆ្នាំងត្រូវបានគេបោះបង់ចោលផ្ទះធ្លាប់តែមានក្រុមគ្រួសាររស់នៅធ្លាប់តែមានមនុស្សសើចសប្បាយធ្លាប់តែមានមនុស្សអ៊ូអរបែរជាគេຕົកចោលហើយតើតងជាមួយនឹងរឿងផ្ទះខេត្តកំពង់ឆ្នាំងនេះផងដែរគឺជារឿងមួយដ៏ចម្លែកបន្ទាប់ពីក្រុមគ្រួសារបាននៅគ្នាចាក់ចេញពីផ្ទះទៅគឺមានហេតុការណ៍ចម្លែកជាច្រើនមានអ្នកស្រុកមានបញ្ហាឈឺស្កាត់ហើយក៏មានមនុស្សស្លាប់ផងដែរមិនតែប៉ុណ្ណោះក៏មានរោមអ្នកដំណើរទៅលេងកម្សាន្តទៅដល់ទីនោះក៏ជួបហេតុការណ៍ចម្លែកនឹងហើយអ្នកទាំងអស់គ្នាតើតងជាមួយនឹងរឿងផ្ទះនៅឯខេត្តកំពង់ឆ្នាំងចំពោះរឿងនេះផងដែរគឺបាននិយាយតគ្នាពីមាត់មួយទៅមាត់មួយរហូតដល់មានអ្នកស្រាវជ្រាវចុះទៅមើលផ្ទាល់ផងដែរចាប់ផ្ដើមនៃសាច់រឿងគេថាមានគ្រួសារមួយដែលរស់នៅទីហ្នឹងហើយនៅទីនោះក៏ធ្លាប់ជាមានភូមិប៉ុន្តែចាប់ផ្ដើមពីហេតុការណ៍ដែលធ្វើឲ្យគ្រួសារនោះចាក់ចេញពីផ្ទះទៅអ្នកភូមិក៏ចាប់ផ្ដើមបដូរទីលំនៅមួយគ្រួសារទៅមួយគ្រួសារហើយទុកផ្ទះនោះនៅចោលតែឯងទៅតងជាមួយនឹងដើមហេតុនៃរឿងនេះគេថាគ្រួសារគឺមានសមាជិកកូនរហូតដល់7នាក់ហើយកូនបងគឺមានប្តីមានប្រពន្ធក៏ចាក់ចេញពីផ្ទះទៅអស់ទុកតែកូនពៅនៅពេលដែលមានគ្រួសារក៏សម្រេចចិត្តនៅជាមួយនឹងឪពុកម្ដាយហើយសម្រាប់ឯប្តីរបស់កូនពៅក៏បានសម្រេចចិត្តមកនៅឯខាងប្រពន្ធផងដែរគេថាក្រុមគ្រួសារនឹងតែងតែមានបងប្អូនជារៀងរាល់ចូលឆ្នាំឬក៏មិនថាបុណ្យភ្ជុំបិណ្ឌគឺមកជុំប៉ុន្តែនៅពេលដែលឪពុកម្ដាយបានចែកឋានទៅនៅតែពីអ្នកប្តីប្រពន្ធកូនពៅក៏មិនមានអ្នកណាមកលេងទៀតហើយចំពោះកូនពៅនៅពេលដែលបានរៀបការរួចហើយជាចំណងអាពាហ៍ពិពាហ៍គាត់ក៏មានកូន4នាក់ប្រុស2ស្រី2នៅក្នុងគ្រួសារនឹងផងដែរគេបានដឹងថាប្រពន្ធរបស់គាត់គឺមានជំងឺមហារីកជាដំណាក់កាលចុងក្រោយហើយធ្វើឲ្យប្រពន្ធរបស់គាត់នឹងគឺបាក់ទឹកចិត្តមែនទែននៅពេលដែលប្តីព្យាយាមលើកទឹកចិត្តប្រពន្ធទោះបីជាដឹងថាបញ្ហាជំងឺរបស់ប្រពន្ធមិនអាចជាក៏ដោយក៏នៅតែលើកទឹកចិត្តរហូតដល់ថ្ងៃមួយប្តីរបស់គាត់ក៏បានសម្រេចចិត្តទៅឯចំការទៅមើលដោយសារតែចំការរបស់គាត់ខានទៅមើលរយៈពេលយូរខែណាស់មកហើយដោយសារតែបញ្ហាជំងឺប្រពន្ធរបស់គាត់នៅពេលដែលគាត់លាប្រពន្ធរបស់គាត់ទៅមើលឯចំការរយៈពេលមួយសប្តាហ៍គាត់ទុកឲ្យប្រពន្ធរបស់គាត់នៅជាមួយនឹងកូនរបស់គាត់ទាំង4នាក់ប៉ុន្តែរឿងដែលមិននឹកស្មាននោះប្រពន្ធរបស់គាត់ក៏ចាប់ផ្ដើមបាក់ទឹកចិត្តកាន់តែធ្ងន់នៅពេលដែលប្តីរបស់គាត់ទៅឯចំការប្រពន្ធរបស់គាត់ក៏បានធ្វើអត្តឃាតខ្លួនឯងដោយយកខ្សែទៅចងកនៅឯចក្រានបាយឯណោះនៅពេលដែលកូនរបស់គាត់ត្រឡប់មកពីរៀនវិញចំពោះកូនស្រីបងបានឃើញម្ដាយរបស់ខ្លួនបានចងកស្លាប់បាត់ទៅហើយក៏បានសែកឲ្យអ្នកស្រុកមកជួយមើលហើយប្តីរបស់គាត់ក៏នៅឯចក្រាទៀតនៅពេលដែលប្តីរបស់គាត់ទទួលបានដំណឹងថាប្រពន្ធរបស់គាត់សម្រេចចិត្តចងកសម្លាប់ខ្លួននៅពេលនោះគាត់ក៏បានត្រឡប់មកពីចក្រាវិញគាត់ចាប់ផ្ដើមរៀបចំបន់កម្មវិធីសពជូនប្រពន្ធរបស់គាត់ប៉ុន្តែរឿងដែលមិននឹកស្មាននោះប្រពន្ធរបស់គាត់នៅតែអាល័យចំពោះកូនហើយនឹងប្តីនៅពេលដែលគេធ្វើបន់ឈានបណ្ណកិច្ចជូនគាត់រួចហើយអ្វីគ្រប់យ៉ាងក៏ដូចជាធម្មតាប្តីរបស់គាត់ក៏មិនទាន់នឹងបដូរទីលំនៅនោះទេគាត់នៅឯផ្ទះប្រពន្ធរបស់គាត់នៅឡើយចាប់ពីមួយថ្ងៃទៅមួយថ្ងៃទៅអ្នកភូមិចេះតែចម្លែកចិត្តហេតុអ្វីនៅក្នុងផ្ទះហ្នឹងនៅពេលយប់ក៏ភ្លឺហើយឯចំណែកឯពេលថ្ងៃក៏ស្ងាត់ទៅទៀតនៅមើលសភាពផ្ទះដូចជាប្រក្រតីនៅឡើយប៉ុន្តែអ្វីដែលមិននឹកស្មានមិនដល់អ្នកដែលដើរកាត់ឬក៏អ្នកដែលផឹកស្រាដើរនៅជិតហ្នឹងឡូឡាគឺតែងតែជួបនៅបញ្ហាមិនគ្រោះថ្នាក់ដល់ជីវិតក៏ក្បែរនឹងស្លាប់ផងដែរជាចៃដន្យមានថ្ងៃមួយមានបរិសប្រមឹកម្នាក់ប្រចាំភូមិគាត់តែងតែផឹកនៅក្នុងភូមិជានិច្ចពេលព្រឹកឡើងគាត់ផឹកស្រារហូតដល់ល្ងាចគាត់ស្វឹងបានគាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញហើយផ្ទះរបស់គាត់ក៏នៅជិតផ្ទះរបស់កូនស្រីពៅនឹងផងដែរនៅពេលដែលគាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញគាត់ដើរបណ្ដើរគាត់ច្រៀងបណ្ដើរអ្វីដែលគាត់ច្រៀងហ្នឹងគាត់ចេះតែច្រៀងនោះទេប៉ុន្តែក៏មានឆ្កែព្រុសផងដែរនៅពេលដែលគាត់ទៅដល់មុខផ្ទះរបស់កូនពៅនឹងស្រាប់តែគាត់នឹងធ្លុយមាត់ថាបើស្លាប់ទៅហើយហេតុអីក៏មិនចេញលងអ្នកស្រុកអញ្ចឹងគាត់គ្រាន់តែនិយាយលេងតែប៉ុណ្ណោះអ្វីដែលនឹកស្មានមិនដល់នៅពេលដែលគាត់ត្រឡប់ទៅដល់ផ្ទះវិញលុះដល់ព្រឹកព្រលឹមប្រពន្ធរបស់គាត់ក៏ឃើញគាត់ដេកស្លាប់នៅឯលើគ្រែនៅក្រោមផ្ទះរឿងនេះក៏បានកើតឡើងអ្នកភូមិក៏គិតថា
ដោយសារតែបរិមម្នាក់នោះជាមនុស្សប្រមឹកទោះបីគាត់ស្លាប់ក៏គ្មានអ្នកណាចាប់អារម្មណ៍នោះដែរហើយរំលងពេលបានមួយអាទិត្យក៏មានក្មេងស្ទាវជិះម៉ូតូបុកនៅដើមអំពិលចិត្តនឹងទៀតអ្នកភូមិក៏គិតថាទាំងនេះគឺជាក្មេងស្ទាវដែលចូលចិត្តជិះម៉ូតូនៅក្នុងភូមិប្រហែលជាវាផ្លត់ហើយមើលទៅបានចិត្តបុកដើមឈើស្លាប់អញ្ចឹងគេមិនបានចាប់អារម្មណ៍ចំពោះផ្ទះស្រីពៅនោះទេដោយសារតែផ្ទះហ្នឹងគឺមិនទាន់ឃើញសកម្មភាពនៅឡើយអន្លងបាន3ខែក៏មាននិស្សិតសាលាចុះទៅធ្វើកម្មសិក្សានៅជិតហ្នឹងហើយសូមកត់សម្គាល់ផងដែរនៅជិតហ្នឹងក៏មានប្រាសាទមួយផងដែរដែលតែងតែមានភ្ញៀវទេសចរឬក៏និស្សិតអ្វីដែលចម្លែកផ្ទះនោះបានຕົកចោលហើយប្តីគាត់ទៅចការកូនចាប់ផ្ដើមនោះគ្នាបន្តការសិក្សានៅភ្នំពេញអស់ហើយយូរទៅប្តីរបស់គាត់មកផ្ទះម្ដងនៅពេលដែលសិស្សសាលាបានចុះធ្វើកម្មសិក្សាជាចៃដន្យអីឡានដែលជូនដំណើរទៅក៏បានធ្លាយកង់ហើយការធ្លាយកង់នោះក៏មិនទៅណាឆ្ងាយទៀតនៅឯផ្ទះរបស់ស្រីពៅនៅពេលដែលធ្លាយកង់ហើយយប់ក៏ជ្រៅទៀតក៏មិនមានជាងណានៅចិត្តនឹងក៏សម្រេចចិត្តគិតថានៅគ្នាសម្រាប់នៅទីនឹងទៅកង់ឡានជាមួយនឹងនិស្សិតហើយចំណែកឯគ្រូក៏បានឃើញផ្ទះស្រីពៅឃើញសភាពផ្ទះទៅគឺធម្មតាមានការបើកភ្លើងប៉ុន្តែមិនមានមនុស្សនៅនោះទេដោយសារតែប្តីរបស់គាត់បានទៅចការបាត់ហើយចំណែកឯកូនក៏បន្តការសិក្សានៅភ្នំពេញទៀតទាំងគ្រូទាំងសិស្សក៏បានសម្រេចចិត្តនៅគ្នាចូលសម្រាប់នៅទីនឹងចំពោះតកង់ឡានគាត់ក៏បានហៅម្ចាស់ផ្ទះដើម្បីសុំកន្លែងស្នាក់នៅប៉ុន្តែហៅយ៉ាងណាក៏គ្មានអ្នកណាឆ្លើយនោះដែរតកង់ឡានក៏បានចាក់អារម្មណ៍ថាផ្ទះរបស់គាត់គឺមិនបានបិទទ្វាររបងនោះទេអ្វីដែលសំខាន់នៅក្នុងផ្ទះហ្នឹងក៏មានភ្លើងទៅទៀតគាត់ក៏នាំគ្នាចូលទៅផ្ទះហ្នឹងនាំគ្នាសម្រាកនៅបរិវេណមុខផ្ទះលុះដល់ពេលព្រឹកឡើងក៏គ្មានរឿងអ្វីកើតឡើងប៉ុន្តែនិស្សិតសាលាក៏ចាប់ផ្ដើមនាំគ្នារៀបចំពង្វិចហើយអ្នកខ្លះទៀតក៏ឆ្លៀតទៅចូលក្នុងផ្ទះដោយសារនៅក្នុងផ្ទះហ្នឹងក៏មានពាងតាក់ពួកគេក៏បាននាំគ្នាលុបមុខលុបមាត់ហើយចំណែកឯមាននិស្សិតស្រីម្នាក់គាត់បានទៅខាងក្រោយគាត់ចង់រកបន្ទប់ទឹកដោយសារតែគាត់ជាស្រីគាត់ក៏បានឃើញសត្វងាប់នៅក្បែរផ្ទះឃើញសត្វឆ្កែងាប់ហើយពោះវៀនរបស់វាក៏អស់ទៀតទើបតងជាមួយនឹងការស្លាប់របស់សត្វឆ្កែក៏ចាប់ផ្ដើមមានលោកគ្រូអ្នកគ្រូនោះគ្នាទៅមើលប៉ុន្តែគេគិតថានេះប្រហែលជាសត្វសាហាវមកស៊ីហើយមើលទៅលុះពេលដល់តកង់ឡានបានទៅរកជាងមកជួយជួសជុលឡានរបស់គាត់នៅពេលដែលជួសជុលឡានហើយក៏ត្រឡប់ទៅវិញរឿងហេតុក៏ចាប់ផ្ដើមកើតឡើងមាននិស្សិតម្នាក់គាត់ចាប់ផ្ដើមចុកពោះជាខ្លាំងនៅលើឡាននៅពេលដែលចេញដំណើរទៅប៉ុន្តែគាត់ក៏បានឆ្លើយថាមិនដឹងនោះទេនៅសោកក៏ចាប់ផ្ដើមចុកទាំងហៅរបស់គាត់ក៏ចាប់ផ្ដើមដកដង្ហក់នៅពេលនោះលោកគ្រូអ្នកគ្រូក៏ចាប់ផ្ដើមបញ្ជូនគាត់ទៅរកពេទ្យដែលនៅជិតនឹងហើយដាក់ថ្នាំយ៉ាងណាក៏មិនបាត់នោះដែរហើយក៏បានសួរនិស្សិតម្នាក់នឹងថាតើយប់មិញគាត់បានញ៉ាំអ្វីខុសដែរឬទេគាត់ថាគាត់មិនបានញ៉ាំអ្វីនោះទេគ្រាន់តែជារបបអាហារដែលសាលាទុកឲ្យហើយជាមួយនឹងទឹកសុទ្ធតែប៉ុណ្ណោះប៉ុន្តែគាត់បានកត់សម្គាល់ថាពេលព្រឹកមិញគាត់បានឡើងទៅលើផ្ទះហ្នឹងរួចហើយគាត់បានឃើញរូបថតហើយក៏គាត់បានឃើញរបស់របរនៅទីនោះអ្នកទាំងអស់គ្នាមិនដឹងនោះទេថានិស្សិតម្នាក់ហ្នឹងបានឡើងទៅលើផ្ទះរបស់ស្រីពៅលុះត្រានៅពេលដែលគេដឹងហេតុនោះហើយលោកគ្រូពេទ្យដែលនៅប្រចាំការភូមិហ្នឹងគាត់ក៏បាននិយាយថាហេតុអីក៏បានទៅឡើងទៅលើផ្ទះហ្នឹងកុំប្រាប់ថាអ្នកទាំងអស់គ្នាយប់មិញសម្រាប់នៅទីនោះលោកគ្រូអ្នកគ្រូក៏មិនបានកុហកលោកគ្រូពេទ្យផងដែរក៏បានជម្រាបលោកគ្រូពេទ្យថាពិតហើយដោយសារតែយប់មិញយប់ជ្រៅហើយណាមួយឡានក៏ខូចទៀតក៏នៅគ្នាសម្រេចចិត្តសម្រាប់នៅទីនោះប៉ុន្តែពួកខ្ញុំបានស្រែកហៅម្ចាស់ផ្ទះហើយមិនឃើញម្ចាស់ផ្ទះនោះទេលុះដល់លោកគ្រូពេទ្យបានឮហើយលោកគ្រូអ្នកគ្រូប្រាប់អញ្ចឹងគាត់ក៏បានប្រាប់ថាផ្ទះហ្នឹងមិនមានអ្នកនៅនោះទេដោយសារតែផ្ទះនេះមានមនុស្សចងកស្លាប់ម្នាក់ក៏ភ័យប៉ុន្តែលោកគ្រូពេទ្យថាមិនអីនោះទេដោយសារតែផ្ទះនេះគេមិនបានបោះបង់ចោលនៅឡើយប្តីរបស់គាត់ទៅចការបាត់ហើយចំពោះកូនរបស់គាត់បានបន្តការសិក្សានៅឯភ្នំពេញទើបផ្ទះមួយហ្នឹងមិនសូវមានអ្នកនៅចំណែកឯប្តីដែលគាត់ទៅចការហ្នឹងយូរមកផ្ទះម្ដងតែប៉ុណ្ណោះប៉ុន្តែគាត់បានប្រាប់ថាផ្ទះហ្នឹងគឺអត់បានចាក់សោរបងពីមុខទេហើយមួយវិញទៀតទ្វារផ្ទះហ្នឹងក៏មិនបានចាក់សោដែរនៅឯក្រោមផ្ទះក៏មានភ្លើងទៀតទើបពួកគេសម្រាប់នៅក្នុងទីនោះលោកគ្រូពេទ្យក៏បាននិយាយទៀតថានៅទីនេះតែងតែមានរឿងហេតុជាច្រើននៅពេលដែលប្រពន្ធរបស់គាត់សម្រេចចិត្តចងកនោះដោយសារតែគាត់បាក់ទឹកចិត្តគាត់មានជំងឺមហារីកប្រចាំខ្លួនជាដំណាក់កាលចុងក្រោយទៀតគាត់ក៏បានសម្រេចចិត្តចងកនៅពេលដែលប្តីគាត់ទៅជាការបាត់ហើយបន្ទាប់ពីគាត់ស្លាប់បានមួយអាទិត្យក៏មានបរិសស្វឹងស្រាប្រចាំភូមិនឹងស្លាប់នៅចិត្តនឹងទៀតដោយផ្ទះនៅចិត្តគ្នាប៉ុន្តែផ្ទះរបស់គាត់តែមានអ្នកនៅហើយដោយសារតែក្រុមគ្រួសាររបស់គាត់នឹងទៅនៅឯខាងប្រពន្ធអស់បាត់ទៅហើយមានក្មេងស្ទាវជាច្រើនអ្នកជិះម៉ូតូបុកដើមអំពិលអ្នកខ្លះទៀតក៏បុករបងនៅចិត្តនឹងស្លាប់យ៉ាងណាក៏យើងមិនអាចចោទទៅលើផ្ទះគេនោះទេហើយតែងតែមានសត្វស្លាប់នៅទីនឹងទៀតផងអ្នកភូមិមិនដែលហ៊ានដើរកាត់ផ្ទះនឹងនោះទេឬដូច្នេះហើយ
នៅពេលដែលលោកគ្រូអ្នកគ្រូបានដឹងអំពីប្រវត្តិនៃផ្ទះនោះគាត់ក៏ជម្រាបលោកគ្រូពេទ្យថាសូមលោកគ្រូពេទ្យជួយប្រម៉ែប្រមូលចាស់ទុំដែលនៅជិតនោះដើម្បីទៅឲ្យធូបសុំខមាទោសដោយសារតែកូនសិស្សរបស់គាត់បានឡើងទៅលើផ្ទះនោះដោយគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះប្រហែលជាម្ចាស់ផ្ទះគេខឹងហើយមើលទៅនៅពេលដែលលោកគ្រូពេទ្យបានប្រម៉ែប្រមូលចាស់ទុំដែលនៅក្នុងភូមិនោះទៅឲ្យធូបសុំខមាទោសប្រហែលជាកន្លះម៉ោងក្រោយមកកូនសិស្សម្នាក់នោះក៏បាត់ចុកពណ៌តាក់ទងជាមួយនឹងរឿងផ្ទះដែលមានខ្មោចចងកនេះក៏ចាប់ផ្ដើមល្បីនៅពេលដែលផ្ទះនោះល្បីកាន់តែខ្លាំងអ្នកដែលមិនជឿអំពីអបិយជំនឿទៅរករកនៅចាប់ពីពេលនោះមកផ្ទះនោះក៏ចាប់ផ្ដើមល្បីតាក់ទងជាមួយនឹងរឿងខ្មោចដែលគេចោទថាផ្ទះនេះគឺចង្រៃណាស់ដោយសារតែមានខ្មោចចងកនៅទីនោះហើយមិនត្រឹមតែប៉ុណ្ណោះអ្នកដែលដើរកាត់ទីនឹងថែមទាំងឈឺអ្នកខ្លះទៀតរហូតទៅដល់គ្រោះថ្នាក់ជីវិតនៅពេលនោះហើយជាពេលដែលស្វាមីរបស់គាត់បានត្រឡប់មកផ្ទះវិញនៅពេលដែលគេនិយាយពីមាត់មួយទៅមាត់មួយនៅក្នុងភូមិថាផ្ទះនោះពិតជាចង្រៃគាត់ក៏បានសម្រេចចិត្តនិមន្តព្រះសង្ឃមកស្រោចទឹកសូត្រមន្តរំដោះគ្រោះឬក៏ដាញ់ចង្រៃចេញពីផ្ទះដោយសារតែអ្នកភូមិខ្លាចរអាអំពីផ្ទះគាត់មិនត្រឹមតែប៉ុណ្ណោះទេអ្នកភូមិខ្លះមួយចំនួនសឹងតែមិនចង់និយាយជាមួយនឹងគាត់ទៀតផងដោយសារហេតុនេះហើយទើបគាត់សម្រេចចិត្តនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះឬក៏រំដោះចង្រៃចោលនៅពេលដែលព្រះសង្ឃចាប់ផ្ដើមសូត្រមន្តនៅពេលនោះហើយរឿងអភូចហេតុក៏ចាប់ផ្ដើមកើតឡើងគឺនៅពេលដែលចាប់ផ្ដើមកម្មវិធីផ្ទះដូចមានសភាពធម្មតានៅពេលដែលព្រះសង្ឃនិមន្តមកដល់ផ្ទះនោះហាក់ដូចជាប្រែប្លែកនៅក្នុងផ្ទះចាប់ផ្ដើមត្រជាក់ហើយនៅខាងក្រៅចាប់ផ្ដើមមានខ្យល់បក់កាន់តែខ្លាំងនៅពេលនោះផ្ទៃមេឃក៏ចាប់ផ្ដើមប្រែងងឹតហើយថែមទាំងមានខ្យល់មានភ្លៀងទៀតផងព្រះសង្ឃគិតនៅក្នុងចិត្តថារឿងនេះពិតជាមិនធម្មតានោះទេព្រះសង្ឃក៏បាននិយាយជាមួយនឹងប្តីរបស់ស្រីពៅថាសូមប្រគិនផ្ទះនេះមកឲ្យមកវត្តមកកុំຕົកនៅក្នុងទីនោះទៀតនៅពេលដែលប្តីរបស់គាត់បានឮសង្ឃដីការបស់ព្រះសង្ឃនិយាយបែបនេះគាត់ទៅនៅក្នុងចិត្តផងដែរគាត់ក៏មិនហ៊ាននិយាយអ្វីទាំងអស់បានត្រឹមតែនិមន្តព្រះសង្ឃឡើងទៅលើផ្ទះសិននៅពេលដែលព្រះសង្ឃចាប់ផ្ដើមសូត្រមន្តរួចហើយរំដោះគ្រោះរួចនៅពេលដែលកម្មវិធីចប់ព្រះសង្ឃក៏និមន្តទៅវត្តពេកហើយក៏មិនសូវមានអ្នកភូមិមកចូលរួមប្រមាណនោះទេមានតែសាច់ញាតិឬក៏អ្នកជិតស្និទ្ធជាមួយនឹងគាត់បានមកចូលរួមតែប៉ុណ្ណោះអ្នកដែលមកចូលរួមសូត្រមន្តរំដោះគ្រោះในផ្ទះនោះអ្នកខ្លះទៀតទៅផ្ទះវិញមិនបានប្រមាណថ្ងៃផងធ្លាក់ខ្លួនរហូតដល់ស្លាប់ក៏មានដែរនៅពេលនោះហើយបានជាគេចាប់ផ្ដើមនឹងគ្នាខ្លាចផ្ទះនឹងខ្លាំងមែនទែនលោកតាដែលនិមន្តមកសូត្រមន្តក៏បានសគត់ទៅទៀតចាប់ពីពេលនោះមកផ្ទះនោះក៏ចាប់ផ្ដើមគេຕົកចោលសូម្បីតែប្តីរបស់គាត់ក៏បានបោះបង់នៅផ្ទះនោះរហូតដល់ប្តីរបស់គាត់ទៅនៅឯស្រុកខាងគាត់វិញហើយកូនរបស់គាត់ក៏លែងមានអ្នកមកផ្ទះនោះទៀតនៅពេលដែលល្បីថាផ្ទះនោះមានខ្មោចរហូតដល់ផ្លូវនោះគ្មានអ្នកណាហ៊ានឆ្លងកាត់នោះទេគេបាននឹងគ្នាកសាងផ្លូវថ្មីដែលវាងចេញពីផ្ទះនោះហើយផ្ទះនោះក៏មិនមានអ្នកណារើផងដែរដោយសារតែគេខ្លាចបើរើទៅខ្លាចតែប៉ះពាល់ដល់ជីវិតទើបគេមិនហ៊ានរើនៅពេលដែលផ្ទះនោះຕົកចោលហើយថែមទាំងមិនមានអ្នកណាហ៊ានជិះកាត់ទៀតសភាពផ្ទះក៏ចាប់ផ្ដើមចាស់ទ្រុឌទ្រោមទៅហើយសម័យឯផ្លូវវិញក៏ចាប់ផ្ដើមរលប់ដោយស្លឹកឈើហាក់មើលទៅនៅក្នុងភូមិនោះមិនមានមនុស្សរស់នៅនោះទេដោយសារតែអ្នកភូមិបានរើចេញពីនឹងទៅនៅភូមិផ្សេងអស់ហើយអ្នកដែលនៅជិតនឹងក៏នៅគ្នារើចាប់ពីពេលនោះមកផ្ទះនោះក៏ចាប់ផ្ដើមល្បីតាក់ទងជាមួយនឹងផ្ទះដែលគេຕົកចោលនៅពេលដែលផ្ទះនៅខេត្តកំពង់ឆ្នាំងត្រូវបានគេຕົកចោលក្រុមអ្នកស្រាវជ្រាវមួយចំនួនចង់ដឹងចង់ឮអំពីបញ្ហាផ្ទះនោះក៏សម្រេចចិត្តនាំគ្នាទៅស្រាវជ្រាវអំពីប្រវត្តិនៃផ្ទះនោះអ្នកស្រាវជ្រាវមានគ្នារហូតដល់7នាក់បាននាំគ្នាសម្រេចចិត្តចុះទៅដល់ខេត្តកំពង់ឆ្នាំងដើម្បីរកទីតាំងនៃផ្ទះនោះដោយសារតែផ្ទះនោះមានអភូតហេតុជាច្រើនក៏ដូចជាមានប្រវត្តិទាក់ទងជាមួយនឹងមនុស្សចងកស្លាប់ថែមទាំងមានមនុស្សស្លាប់បន្តបន្ទាប់អំពីផ្ទះនោះផងដែរក្រុមអ្នកស្រាវជ្រាវបានសម្រេចចិត្តនៅគ្នាចុះទៅដល់ទីតាំងប៉ុន្តែដោយហេតុតែអ្នកភូមិនៅគ្នាខ្លាចរអាលអំពីផ្ទះនោះក៏នៅគ្នាសម្រេចចិត្តទៅនៅភូមិផ្សេងមិនមានអ្នកណានៅក្នុងភូមិនោះទេគេតែងតែឃើញផ្ទះដែលគេຕົកចោលរហូតដល់ឃើញតែផ្ទះតែមិនមានមនុស្សនៅនោះទេដោយសារតែហេតុនេះហើយក្រុមអ្នកស្រាវជ្រាវក៏បានចុះទៅដល់ទីតាំងតែម្ដងអ្នកស្រាវជ្រាវបានរកមនុស្សដែលធ្លាប់នៅក្នុងភូមិនោះដើម្បីនាំពួកគាត់ទៅមើលផ្ទះដែលគេຕົកចោលហើយមួយវិញទៀតក៏ចង់ឃើញផ្ទះស្រីពៅដែលគេល្បីតគ្នាថាជាផ្ទះមានមនុស្សចង្កស្លាប់ក៏ដូចជាអភូតហេតុផ្សេងផងដែរនៅពេលដែលគេទៅដល់ភូមិនឹងហើយគេបានរកលោកតាម្នាក់ដែលមានវ័យចំណាស់ដែលគាត់ជាអ្នកតននៅពេលផ្ទះនឹងមានបញ្ហាគាត់បានបញ្ជាក់ជាមួយនឹងអ្នកស្រាវជ្
ជ្រាវថាគាត់មិនចង់ទៅប្រមាណទេដោយហេតុតែគាត់ជាអ្នកឃើញជាក់ស្ដែងអំពីបញ្ហាហ្នឹងគាត់នៅតែខ្លាចរអាខ្លាចមានបញ្ហាដល់ខ្លួនដោយសារតែមានអ្នកសាជ្រាវពីមុនមកនៅពេលដែលគេទៅមិនដែលឮដំណឹងថាអ្នកដែលទៅនឹងមានជីវិតរស់នៅនោះទេប៉ុន្តែដោយសារតែអ្នកសាជ្រាវបានអង្វរកដល់លោកពូខ្លាំងពេកបានគាត់សម្រេចចិត្តថានឹងជូនអ្នកទាំងអស់គ្នាទៅប៉ុន្តែគាត់សុំជូនតែពេលដែលឃើញផ្ទះតែប៉ុណ្ណោះគាត់នឹងត្រឡប់មកវិញហើយទៅដូចជាមួយនឹងអ្នកសាជ្រាវដោយសារតែចង់ដឹងចង់ឮហើយណាមួយទម្រាំតែអង្វរកឲ្យគាត់ជូនទៅដើម្បីបង្ហាញផ្ទះនោះក៏នឹងគ្នាសម្រេចចិត្តថាមិនអីទេទោះបីជាគាត់ជូនទៅមិនបាននៅជាមួយនឹងពួកគេក៏ដោយគ្រាន់តែឃើញផ្ទះក៏ពួកគេសម្រេចចិត្តថាទៅនោះដែរលុះពេលព្រឹកប្រលឹមឡើងអ្នកសាជ្រាវរួមផ្ទៀងជាមួយនឹងលោកពូនៅគ្នាសម្រេចចិត្តទៅរកភូមិដែលគេបោះបង់ចោលចាប់ផ្ដើមធ្វើដំណើរទៅពួកគេនៅគ្នាជិះរថយន្តទៅនៅពេលដែលជិះដល់ពាក់កណ្ដាលផ្លូវដោយសារតែភូមិនឹងត្រូវគេបានទុកចោលយូរហើយក៏មានមែកឈើមានដើមឈើធ្លាក់បាក់សកត់ផ្លូវជាច្រើនទៅធ្វើឲ្យពួកគេពិបាកនឹងធ្វើដំណើរក៏សម្រេចចិត្តទុកឡានចោលនៅគ្នាធ្វើដំណើរស្មៅជើងទៅបន្តតើតងជាមួយនឹងផ្ទះនឹងផងដែរនៅពេលដែលពួកគេបានទៅដល់លោកពូបានបង្ហាញផ្ទះរួចហើយលោកពូក៏សម្រេចចិត្តថាលាអ្នកទាំងអស់គ្នាត្រឡប់មកវិញក្រុមអ្នកសាជ្រាវបានបញ្ជាក់ជាមួយនឹងលោកពូថាពួកគេនឹងនៅសាជ្រាវនៅក្នុងទីនេះរយៈពេល3យប់4ថ្ងៃនៅថ្ងៃទី4សូមលោកពូត្រឡប់មកយកពួកគេវិញលោកពូក៏យកព្រមថានៅថ្ងៃទី4គាត់នឹងមកយកអ្នកសាជ្រាវនឹងទៅវិញអ្នកសាជ្រាវបាននាំគ្នាទៅដល់នឹងគឺវេលាវារៀងល្ងាចជ្រុលទៅហើយពួកគេក៏មិនបានរៀបចំអីបានច្រើននោះទេក៏នាំគ្នាសម្រេចចិត្តរកទីតាំងនៅជិតផ្ទះនោះដើម្បីបោះតង់ផងដែរពេលដែលពួកគេបានសម្រេចចិត្តនៅគ្នារៀបចំទីកន្លែងដើម្បីសម្រាកមួយយប់ហើយទន្ទឹងពេលនោះលោកពូបានត្រឡប់ទៅវិញបាត់ហើយក្រុមពួកគាត់មានគ្នា7នាក់បាននិយាយគ្នានៅក្នុងពេលយប់ថាទោះបីជាមានរឿងហេតុអ្វីកាត់ឡើងក៏ដោយពួកគេត្រូវតែសិក្សាស្រាវជ្រាវអំពីប្រវត្តិផ្ទះនេះតតែបានពួកគេនិយាយគ្នារួចជាស្រេចថាបើសិនជាមានរឿងអ្វីកើតឡើងត្រូវតែហៅឯកូនរួមគ្នារកជំនួយនៅពេលដែលពួកគេបាននិយាយគ្នារួចហើយពួកគេក៏នាំគ្នាសម្រាកដោយសារតែការធ្វើដំណើររបស់ពួកគេបានអស់កម្លាំងដោយសារតែផ្លូវលំបាកពេកនៅពេលយប់ក៏មានឮសំឡេងឆ្កែលូថែមទាំងបានឮសំឡេងផ្សេងៗនៅក្នុងពេលដែលពួកគេសម្រាកផងដែរប៉ុន្តែដោយហេតុតែពួកគេបានអស់កម្លាំងខ្លាំងពេកមិនមានអ្នកណាចាប់អារម្មណ៍នោះទេក៏សម្រេចចិត្តនោះគ្នាសម្រាប់រហូតទៅដល់ភ្លឺនេះគ្រាន់តែជាយប់ទី1ដែលពួកគេបានទៅដល់ទីនោះនៅពេលព្រឹកឡើងពួកគេបាននោះគ្នាសម្រេចចិត្តនៅគ្នាទទួលទានអាហារនៅពេលព្រឹករួចក៏នោះគ្នាសម្ដៅទៅរកផ្ទះនាងពៅដែលគេបានបោះបង់ចោលនៅពេលដែលពួកគេបានទៅដល់មុខផ្ទះនាងពៅពួកគេសម្លឹងមើលសភាពផ្ទះហាក់ដូចជាចាស់ទៅហើយដោយសារតែផ្ទះនេះមិនមានអ្នកសម្អាតហើយណាមួយគេຕົកចោលយូរហើយណាដែរសភាពផ្ទះចាប់ផ្ដើមទ្រុឌទ្រោមនៅឯលើដំបូលផ្ទះក៏មានមែកឈើធ្លាក់បាក់ពីលើនៅក្រោមផ្ទះក៏មានស្លឹកឈើជាច្រើនហើយចំណែកឯរបងផ្ទះវិញក៏ពុកផុយទៅទៀតហើយក៏មានមែកឈើមួយដ៏ធំបានបាក់មកខាងមុខផ្ទះផងដែរនៅពេលនោះអ្នកសាជ្រាវបាននាំគ្នារុកចូលដើម្បីទៅមើលពិនិត្យមើលផ្ទះនោះដើម្បីសិក្សាអំពីផ្ទះនោះពួកគេនៅពេលដែលទៅដល់មិនបានសុំការអនុញ្ញាតអំពីម្ចាស់ផ្ទះនោះទេដោយពួកគេចូលទៅទាំងដែលមិនបានសុំឬក៏មិនបាននិយាយអ្វីនោះទេដោយសារតែពួកគេគឺជាជនជាតិមិនសូវយល់អំពីទន្លានទម្លាប់ឬក៏អំពីប្រវត្តិពួកគេគិតថាជារឿងធម្មតាទៅហើយផ្ទះដែលຕົកចោលគឺគ្មានមនុស្សនៅមិនចាំបាច់សុំអនុញ្ញាតច្រើននោះទេជំហានបន្តនៅពេលដែលពួកគេបានទៅដល់នៅក្នុងផ្ទះហ្នឹងពួកគេបាននាំគ្នាកត់ត្រារឿងហេតុជាច្រើនដោយពួកគេបានឃើញថានៅផ្ទះនោះមានពាងទឹកនៅខាងមុខផ្ទះមួយដោយចិត្តកម្មជាដើរឯជំហានផ្ទះខាងស្ដាំដៃគឺមានពាងទឹក2ឯចំណែកនៅក្រៅផ្ទះក៏មានពាងទឹករហូតដល់3ផងដែរហើយនៅបន្ទាប់ពីពាងផ្ទះទៅក៏មានបន្ទប់ទឹកមួយដែលគេទុកចោលផងដែរក្រុមអ្នកសាជ្រាវ4នាក់បានសម្រេចចិត្តឡើងទៅលើផ្ទះឯក្រុមអ្នកសាជ្រាវ3នាក់ទៀតក៏សម្រេចចិត្តនៅគ្នាមើលនៅឯក្រោមផ្ទះទៅពួកគេបានសាជ្រាវរយៈពេល1ថ្ងៃវិញទៅតាមហេតុការណ៍ដែលឯកសារពួកគេទៅសេមកពួកគេមិនទាន់នឹងជួបហេតុការណ៍អ្វីមួយចម្លែកនោះទេប៉ុន្តែជាចៃដន្យក្រុមអ្នកសាជ្រាវទាំង7
អ្នកបានប៉ះពាល់អីវ៉ាន់នៅក្នុងនោះក៏ដូចជាយកអីវ៉ាន់នៅក្នុងនោះផងដែរយកវត្ថុតាងមួយចំនួនយកទៅដើម្បីសិក្សាស្រាវជ្រាវបន្ថែមប៉ុន្តែពួកគេមិនបានសុំអនុញ្ញាតនោះទេនៅថ្ងៃរសៀលម៉ោង4ពេលល្ងាចទៅហើយខ្យល់ក៏ចាប់ផ្ដើមធ្លាក់មកនៅពេលនោះមានលឺសំឡេងឆ្កែលូផងដែរដោយសារតែជារដូវមួយនៅក្នុងរដូវវស្សាព្រះអាទិត្យគឺឆាប់អស់ស្ដង់គត់មែនទែននៅពេលដែលពួកគេបានចូលស្រាវជ្រាវរយៈពេល1ថ្ងៃពេញពួកគេក៏សម្រេចចិត្តមកទីតាំងដែលពួកគេបានបោះជំរំវិញពួកគេជំនុំគ្នាថាមើលទៅតាមសភាពផ្ទះនេះក៏មានអាយុកាលយូរផងដែរហើយមិនតែប៉ុណ្ណោះរបស់របរនៅក្នុងទីនោះក៏មានក្បាច់ក្បូររចនាគួរឲ្យចាប់អារម្មណ៍ទៀតផងដែលហេតុម្ចាស់ផ្ទះដែលបានរើចេញទៅគឺមិនបានយកអីវ៉ាន់នៅក្នុងផ្ទះទៅនោះទេរបស់ដែលមានតម្លៃឬក៏គ្មានតម្លៃក៏នៅក្នុងទីនោះផងដែរពួកគេបានពិនិត្យមើលតទៅជាមួយអីវ៉ាន់នៅក្នុងផ្ទះអីវ៉ាន់ខ្លះគឺមានក្បូរក្បាច់រចនាដូចជាវត្ថុបារាណអញ្ចឹងពួកគេក៏សម្រេចចិត្តយកវត្ថុទាំងអស់នោះមកពិសោធន៍ផងដែរហើយក៏មកសិក្សាស្រាវជ្រាវតើវត្ថុទាំងអស់នោះគេបានបង្កើតនៅក្នុងសម័យណាប៉ុន្តែលុះដល់ពេលយប់ពួកគេក៏នាំគ្នាសម្រេចចិត្តសម្រាកនៅក្នុងតង់នឹងបន្តទៀតដោយមិនបានផ្លាស់ទីកន្លែងនោះទេនៅពេលយប់ក៏ចាប់ផ្ដើមមានសំឡេងប្លែកៗដោយមានមនុស្សមួយចំនួនធំបានដើរកាត់នៅទីនោះនេះគ្រាន់តែជាសំឡេងដែលពួកគេឮតែប៉ុណ្ណោះពួកគេបានសម្លឹងមើលក៏គ្មានឃើញមនុស្សដើរនោះដែរប៉ុន្តែសន្ធឹកជើងដ៏ច្រើនអ្នកដែលដើរកាត់ពួកគេពិតជាមានអារម្មណ៍ឮបែបនោះមែនហើយមិនតែប៉ុណ្ណោះនៅក្នុងក្រុមអ្នកស្រាវជ្រាវ7នាក់មានបុរសម្នាក់ក៏ចាប់ផ្ដើមធ្វើຕົកខ្លួនមែនទែនម្នាក់នោះគឺចាប់ផ្ដើមក្តៅខ្លួនជាខ្លាំងហើយការក្តៅខ្លួនរបស់ពួកគេគិតថាដោយសារតែបុរសម្នាក់នេះត្រូវមូសខាំឬក៏ចាញ់ទឹកដីនៅទីនោះតែប៉ុណ្ណោះប៉ុន្តែគេមិននឹកស្មានថាបុរសម្នាក់នោះគឺបានយកវត្ថុចេញពីផ្ទះនោះទេតាមអបិយជំនឿអ្នកដែលធ្លាប់មានបញ្ហាបែបនេះគេតែងតែនិយាយថាវត្ថុដែលនៅក្នុងផ្ទះនោះគឺមិនបានអនុញ្ញាតចេញពីផ្ទះគឺមិនអាចយកចេញបាននោះទេដោយពួកគេគឺជាជនជាតិពួកគេមិនសូវមានអបិយជំនឿទៅលើរឿងហេតុទាំងអស់នោះទេប៉ុន្តែដោយសារតែការមិនជឿធ្វើឲ្យគេមានសេចក្តីប្រមាថនៅក្នុងខ្លួនក៏ពួកគេនិយាយទាំងកំហឹងថាបើសិនជាអ្នកខ្លាំងពិតមែនអ្នកគួរតែបញ្ចេញខ្លួនឬក៏បញ្ចេញរូបរាងពិតមកលួងពួកគេទៅពួកគេមិនខ្លាចនោះទេសម្ដីទាំងអស់នេះគឺធ្វើឲ្យដួងព្រលឹងជាច្រើននៅក្នុងទីនោះមានការខឹងសម្បាជាខ្លាំងនៅពេលដែលយប់ម៉ោង12ព្រះច័ន្ទក៏ពេញវងរឿងហេតុដែលរំធុតគឺចាប់ផ្ដើមមកដល់ក្រុមអ្នកស្រាវជ្រាវទាំង7នាក់គឺគ្មាននរណាបានដេកនោះទេដោយហេតុពួកគេបានឃើញរឿងប្លែកៗជាច្រើនតាក់ទងជាមួយនឹងខ្មោចតាក់ទងជាមួយនឹងរឿងជាច្រើនពួកគេបានឮសំឡេងមនុស្សហៅពួកគេបានឮសន្ធឹកជើងមិនតែប៉ុណ្ណោះគ្នាគេ2-3នាក់ទៀតចាប់ដើមនឹងគ្នាឈឺបន្តពួកគេពិតជាភ័យខ្លាំងមែនទែនខ្លាចមានរឿងបញ្ហាកើតឡើងដល់ជីវិតរបស់ពួកគេទើបពួកគេសម្រេចចិត្តថានឹងធ្វើការបន់ស្រន់ក៏ដូចជាការសុំខមាទោសដោយសារតែអ្នកដំណើរដែលជូនគេមកគេបាននិយាយប្រាប់ពួកគេថាបើសិនជាអ្នកធ្វើហេតុអីមួយខុសពីធម្មតាឬក៏អ្នកនៅក្នុងក្រុមរបស់អ្នកមានបញ្ហាឈឺស្កាត់ឡើងឬក៏ឮសំឡេងដែលមិនគួរសូមអ្នកទាំងអស់គ្នាជួយអុជធូបឬក៏សុំខមាទោសអំពីពួកគេក៏សម្រេចចិត្តនាំគ្នាធ្វើតាមសេចក្តីបណ្ដាំរបស់លោកពូនោះទៅដោយសារតែពួកគេគិតថារឿងហេតុទាំងអស់នេះដោយសារតែពួកគេជាអ្នករំលោភបំពាននៃទឹកដីដែលបានចូលមកទីនេះថែមទាំងសារស្រាវជ្រាវហើយមិនបានសុំការអនុញ្ញាតមិនបានដល់ថ្ងៃទី4ផងទើបតែថ្ងៃទី2ជាងលោកពូបានត្រឡប់មកយកពួកគេវិញទៅហើយដោយសារតែលោកពូគិតនៅក្នុងចិត្តថាពួកគេប្រកាសជាមានបញ្ហានៅពេលតែមកដល់ពួកគេគឺមានសភាពទ្រុឌទ្រោមទៅហើយអ្នកខ្លះទៀតមានសភាពស្គមស្គាំងអ្នកខ្លះទៀតមានសភាពភ័យខ្លាចរញីរញ័រហើយអ្នកខ្លះទៀតមិនបានដេកនៅសល់ប្រមាណទៀតគឺអ្នកដែលមានស្មារតីរឹងគឺអាចដើររួចលោកពូមិនបានមកតែឯងនោះទេក៏នាំអ្នកភូមិមកពី3នាក់ដើម្បីជាជំនួយផងដែរក៏នាំពួកគេចេញពីទីនោះវិញទៅអញ្ចឹងទៅតងជាមួយនឹងរឿងហេតុនៅផ្ទះឯខេត្តកំពង់ឆ្នាំងគឺជារឿងមួយដែលគេបាននិយាយតគ្នាដោយដើមហេតុគឺបែបនេះ